ម្នាក់ឯងមិនស្លាប់តែឯកាបនទេជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះរៀងបញ្ចេញសំលើប្រហើសំនៀងតិចឲ្យបងប្អូនតែតាមពិតបាត់នឹងអត់ចេះច្រៀងទេបើចេះច្រៀងអាចថាដាក់ឲ្យវែងជាងនឹងតិចបងប្អូនតែធ្វើម៉េចបើយើងអត់ចេះច្រៀងបាត់នឹងហ្មងបើប្រុសក៏ស្ដាប់ខាន់ទៅបងប្អូនអើយគ្រាន់តែច្រៀងលេងទេដោយសារយើងកាប់ដើមដលងក៏ចុកដៃចុកជើងក៏មិននឹកឃើញបាត់អីក៏នឹកឃើញបាត់ម្នាក់ឯងហ្នឹងយើងក៏អត់មានទៅអីទេបងប្អូនគេបនចេតរំក្រឹមតែញ៉ាំមកបានទៅរំគេទេបងប្អូនដោយសារយើងកម្រងការដាំដលងដែលវាធ្លាក់ភ្លៀងមកល្អហើយក៏យើងដាំដលងឲ្យហើយណាបងប្អូនព្រោះអីឃើញអ្នកផ្សេងគេដាំគ្រប់ទៅគ្នាទេបងប្អូនតែយើងក៏អត់បានដែរណាតែយើងក៏ចាប់ដើមកាប់អីត្រៀមទៅដាំដែរបងប្អូនតែថ្ងៃនេះបានដាំទេថាកាប់ដើមរួចបានទៅដាំតែអត្រាក់ខូចបងប្អូនបានគ្រប់រងអុយទុកបាន2ថ្ងៃបានដាំបងប្អូនចាំមើលហើយថ្ងៃស្អែកបានដាំមុំចាប់បុតចេតមុំខំថាដាំថ្ងៃចុងបញ្ចប់តែមានអីបានទៅដាំសោះបាននៅរំថ្ងៃបញ្ចប់គេដែរបងប្អូនតែវីដេអូនេះខ្ញុំកាត់ថាថតតាំងពីថ្ងៃដែលយើងចាប់ដើមកាប់ដើមបងប្អូនកាប់2ថ្ងៃអានរួចដើមខ្ញុំ3គឺយន់ក៏ខ្ញុំខ្ជិលដាក់អាងងបងប្អូនយើងដាក់អាងងវាសាញវាអត់សូវស្អាតដោយសារយើងអត់បានឆាប់ច្បាក់វាឲ្យមុតល្អណាបងប្អូនដល់ពេលនេះក៏យើងកាប់ម្ដាយតោះកាប់ម្ដាយក៏ចុកដៃចុកជើងយ៉ាងណាក៏ត្រឹមកាប់ដែរបងប្អូនតែបានផលឬមិនបានផលឬគេថាយើងកាត់ម្ដាយបានផលជាងមកខាងបងប្អូនគេធ្វើម៉េចបានផលបងប្អូនបាសលឺឡើងក្តើបងប្អូនចង់ទៅរំណាដែរតែធ្វើម៉េចបើយើងចាប់ប្រវល់ដាំដលងហើយគេដើរលេងបនចេតលាបម្សៅសបាយរីករាយតែខ្ញុំបានទៅដើរលេងគេទេដោយសារយើងរងការដាំដលងហើយបងប្អូនតែបានថ្ងៃចុងបញ្ចប់បានទៅរំគេវែង10បាត់ទៅបងប្អូននេះយើងក៏ចាប់ដើមកាប់នឹងកាប់ប្រើពូជមុនបងប្អូនយើងទុកអាកឆាឈើកាប់ក្រោយណាដលងឆ្នាំនេះខ្ញុំដាក់2ពូជបងប្អូនដាក់ពូជរួញមួយនិងពូជកឆាឈើមួយនេះកាប់ក៏ខ្ញុំថតទៅចាំក្មួយខ្ញុំវាមកសុំប្អូនខ្ញុំច្រឡំថាក្មួយប្អូនខ្ញុំវាមកសុំមកសុវត្ថិភាព8ពាក់ដើរលេងមុនចេតទៅខ្ញុំថតចាំវាអៀនបងប្អូនអូខ្ញុំក៏អត់មានអីច្រើនទេអរគុណបងប្អូនដែលតែងតែជួយតាមដានជួយ like ជួយ follow ចាំមើលវីដេអូក្រោយៗទៀតអរគុណច្រើនបងប្អូន